គេបានសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងនឹងបន្តចូលមេរៀនថ្មីមួយទៀតគឺមេរៀនទី19 Common Upvote Method អូខេបាទអ្នកទាំងអស់គ្នាត្រូវតែយល់ថាការរលួយពីអនឡាញមិនថាអាជីវកម្មអីទេធ្វើ website ក៏ដោយយើងរកពី affiliate ក៏ដោយរកពី CPA ក៏ដោយ traffic គឺជាចំណុចកណ្ដាលបើយើងគិតមករាងកាយយើងវាប្រៀបដូចជាសរសៃឈាមអញ្ចឹងបាទ traffic នេះគឺយើងចង់សំដៅទៅលើចំនួនមនុស្សដែលចូលមកទស្សនា website យើងឬក៏ចូលមកមើលវីដេអូរបស់យើងបើសិនបើយើងខ្សោយ traffic ហើយវាអត់ខុសអីពីរាងកាយមនុស្សម្នាក់ដែលគាត់មានបញ្ហាស្ពាតសរសៃឈាមទេកាលណាគាត់ស្ពាតសរសៃឈាមគឺវាធ្វើឲ្យរាងកាយទាំងមូលរបស់គាត់អាចនឹងត្រូវដុនដាបទៅតាមនឹងដែរព្រោះអីវាអត់ធ្វើឲ្យ process នៃឈាមនឹងវាដំណើរការទៅវិញទៅមកបានណាអត់អាចផ្ដល់ឈាមមកកាន់បេះដូងបានទេបេះដូងប្រៀបដូចជា website របស់យើងអញ្ចឹងដែលរងចាំទទួលឈាមគឺរងចាំទទួលមនុស្សដែលមកពីគ្រប់ទិសទីហើយតាមរយៈការរលួយពី CPA Creep នេះគឺខ្ញុំដឹងថានៅស្រុកខ្មែរយើងអ្នកដែលរលួយតាមអនឡាញពីពេលកន្លងមកគឺគាត់ខ្សោយខ្លាំងនៅក្នុងការធ្វើ traffic ដោយសារខ្ញុំមើលទៅអ្នកដែលរៀនហ្នឹងគឺអ្នកខ្លះគាត់ពីមុនមកធ្លាប់មានខ្ញុំធ្លាប់ស្គាល់គាត់ថាជាអ្នករលួយតាមអនឡាញតាមអីតាមទីសាស្ត្រផ្សេងៗអញ្ចឹងណាប៉ុន្តែដល់ពេលគាត់មករលួយមួយ CPA Creep ឃើញថាអត់មាន lead អត់សូវមាន traffic អត់សូវមានអីទេខ្ញុំជា leader ណាខ្ញុំជាអ្នកជា upline របស់បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំដឹងថានរណាគេបានមួយថ្ងៃប៉ុន្មាន lead មាន traffic ប្រហែល click ប៉ុន្មានអីគឺខ្ញុំអាចគ្រប់គ្រងអាច control ដឹងបានអ្នកដែលបានច្រើនក៏បានច្រើនណាអ្នកខ្លះគាត់បានទៅផុតឆ្ងាយមែនតើណាអាចដល់រាប់រយ lead ឥឡូវគឺតែអ្នកខ្លះទៀតបាន1 lead 2 lead នឹងឃើញអត់មានទៅមុខសោះហើយការរលុយពី CPA នេះគឺមិនមែនពឹងតែ YouTube មួយទេមានច្រើនផ្លូវណាស់ការទាញយក traffic ណាអូខេកាលណាយើងអត់មាន traffic គឺអត់មានមនុស្សចូលមើលហើយគឺអត់មាន visitor គឺអត់មាន profit ហើយក៏អត់ជោគជ័យដែរណាកាលណាអត់មាន traffic គឺអត់មានអ្នកមើលនឹងឯងកាលណាអត់មានអ្នកមើលគឺអត់បានលុយទេកាលណាអត់បានលុយគឺលទ្ធផលគឺមិនជោគជ័យហើយសម្រាប់ traffic នេះគឺវាមានច្រើនប្រភេទណាបាទដូចជានៅក្នុងសភៅមួយរបស់អ្នកស្ត្រី Christine បាទសភៅនេះខ្ញុំបានអានតាំងពីឆ្នាំ2014ម្លេះ From Newbie to Millionaire គាត់បានសរសេររៀបរាប់ប្រាប់អំពីវិធីសាស្ត្រក្នុងការ build traffic យ៉ាងច្រើនហើយវិធីសាស្ត្រក្នុងនោះគឺមាន2សំខាន់ទី1គឺ free traffic បាទ free traffic from affiliate marketing free traffic from backlink from comment from forum from Yahoo from social network from web2o wiki answer បាទសុទ្ធតែជា free traffic ដែលយើងអាចទាញមនុស្សបានទាំងអស់គ្រប់ទីកន្លែងដែលយើងចូលទៅលេងហ្នឹងគឺដើម្បីអីដើម្បីនាំមនុស្សមកកាន់ website របស់យើងអូខេpaid traffic ណា traffic ដែលយើងត្រូវចំណាយលុយឧទាហរណ៍ដូចជាតាក់ទងនឹង PPC pay per click តាក់ទងនឹងអីគេទៀត solo ad បាទតាក់ទង online classify ad Facebook ad Reddit ad បាទសុទ្ធតែជាកន្លែងដែលយើងត្រូវចាយលុយបាទមានកន្លែងចាយលុយមានកន្លែងអត់ចាយលុយតើទាំងពីរហ្នឹងអាណាល្អជាងបើនិយាយអំពីចំណុចល្អគឺ free traffic ល្អជាងសម្រាប់អ្នកចាប់ផ្ដើមដំបូង free traffic វាជា long term business មានន័យថាពេលដែលយើង build វាម្ដងគឺវាបន្តរុញទៅមុខរហូតប៉ុន្តែចំណែក paid traffic វិញគឺយើងត្រូវចាយលុយម្ដងយើងត្រូវចំណេញហើយប៉ុន្តែយើងត្រូវចាយទៀតមានន័យថាមកឧទាហរណ៍ដូចជាតទៅនឹង PPC នឹងគឺ pay per click មានន័យថាយើង advertise វាតាមរយៈ Google AdWords ឬក៏តាមរយៈ YouTube តាមរយៈ Facebook Ad អីចឹងនៅពេលដែលយើងចាយលុយគឺយើងបាន traffic យើងបានមនុស្សចូលមក website យើងក៏ប៉ុន្តែនៅពេលដែលយើងឈប់ចាយលុយគឺវាអត់ចូលមកទៀតទេអានេះគឺសម្រាប់អ្នកមានលុយក្នុងការវិនិយោគណាមានលុយធំក៏អាចចាយមួយថ្ងៃ10រៀល50រៀលហើយបើអ្នកគេលេងធំតាក់ទង internet marketing ទៀតគេអាចចាយដល់រាប់រយលានក្នុងមួយថ្ងៃណាតែគេក៏ចំណេញមកវិញទៅថាគេចាយអស់100អញ្ចឹងទៅគេបានទៅវិញ150 160ឬក៏130អញ្ចឹងទៅវាចំណេញបើសិនបើគេចេះលេងយើងអត់ចេះលេងគឺដាក់ទៅខ្ពៀខាតហ្មងអញ្ចឹង free traffic គឺជា traffic ដែលយើងត្រូវការពេលវេលាត្រូវការ build វាយូរក៏ប៉ុន្តែពេលដែលយើងធ្វើបានហើយគឺវានឹងបន្តផ្ដល់នៅ profit ឲ្យយើងរហូតឧទាហរណ៍ដូចជាយើងបង្កើតជា blog មួយឬក៏បង្កើតជា website មួយដើម្បីសរសេរ content តាក់ទងអីមួយណា promote website យើងអញ្ចឹងរាល់មនុស្សដែលចូលមកតាមរយៈ Google ហ្នឹងគឺអាចនឹងឃើញ website យើងហើយឧទាហរណ៍ថាតាក់ទងនឹង link មួយចោះណាឧទាហរណ៍ថាអាសាចំហ្នឹងគឺ
ASA gem hack អីចឹងណាឧទាហរណ៍ខ្ញុំវាយ keyword ASA gem hack តាក់ទងនឹង source nick ក្នុង CVA Crypt ដល់ពេលខ្ញុំ search ទៅវានឹងឃើញលទ្ធផលរបស់នរណាម្នាក់ចូលមកឃើញទេអញ្ចឹង ASA gem hack ប្រកាសជាមានអ្នក search ហើយ search មកគឺឃើញវីដេអូអាចនឹងមានវីដេអូគេ rank អញ្ចឹងទៅហើយបន្តមកទៀតគឺឃើញ website របស់ខ្ញុំនេះគឺជា website របស់ខ្ញុំ ASA gem hack អាហ្នឹងហើយគឺជាការធ្វើ SEO ទៅលើ website របស់យើងហេតុអីបានជា website របស់ខ្ញុំ rank ដោយសារតែ website របស់ខ្ញុំមាន content អាហ្នឹងគឺខ្ញុំធ្វើលក្ខណៈ SEO ណាហើយខ្ញុំអត់ recommend ឲ្យបងប្អូនធ្វើអញ្ចឹងទេខ្ញុំអត់ recommend ឲ្យបងប្អូនធ្វើបែបដូចជាខ្ញុំចេះទេគឺខ្ញុំគ្រាន់តែបង្ហាញថាហ្នឹងជា free traffic មួយទោះបីយើងធ្វើវីដេអូក៏ដោយដល់ពេលដែលយើង rank ការ rank វាអាច rank តាមរយៈ Google អីចឹងដល់ពេលដែលយើង search មកឃើញទេនៅលើ Google នេះគឺមានវីដេអូរបស់យើងទោះបីគេ search Google ក៏ដោយ search ពី YouTube ក៏ដោយក៏អាចឃើញវីដេអូរបស់យើងដែរនៅពេលដែលយើងធ្វើ rank ណា rank first page ណាអូខេមាន website របស់គេផ្សេងទៀតដែរដូចជា website នេះអីគឺគេមានបាទប៉ុន្តែនេះមិនមែនជានេះទេបែរជា app mobile app ណានេះ mobile app ឯងមែនទេអូខេអាហ្នឹងគឺជា free traffic ដែលយើងដឹងតែបាន traffic free ពី Google ហ្មងឲ្យតែមានអ្នក search keyword តាក់ទងនឹងអាហ្នឹងគឺអាចឃើញនេះរបស់យើងណាអូខេឥឡូវខ្ញុំអត់និយាយច្រើនទៀតទេខ្ញុំទៅមុខទៀតដើម្បីបងប្អូនឆាប់យល់អំពីរបៀបនៃការធ្វើតែម្ដងសម្រាប់ YouTube បាទសម្រាប់ YouTube យើងមាន method 3ណាដែលខ្ញុំអនុវត្តឲ្យឃើញថាវាមានលទ្ធផលច្រើនគួរសមគឺ method ទី1ប៉ុន្តែត្រូវចាយលុយអញ្ចឹងសម្រាប់បងប្អូនមួយចំនួនគាត់មានបញ្ហានៅក្នុងការធ្វើវីដេអូនឹងតែម្ដងពេលដែលធ្វើវីដេអូហើយគឺភាគច្រើនវីដេអូរបស់គាត់ត្រូវបាន strict ណាត្រូវបាន YouTube នឹង suspend ឬក៏ ban channel របស់គាត់តែម្ដងវិធីសាស្ត្រទី1 boost view នឹងគឺត្រូវ boost វីដេអូផ្ទាល់ខ្លួនរបស់យើងអញ្ចឹងវាពិបាកអានឹងខ្ញុំគិតថាអ្នកដែលធ្វើជោគជ័យពីមុនដោយសារគាត់ថតវីដេអូមកជាវីដេអូដែលគាត់channel គាត់រៀងចាស់បន្តិចឬក៏ជាវីដេអូដែលគាត់ប្រើទូរស័ព្ទដៃដើម្បីថតឬក៏ការកាត់តរបស់គាត់នឹងវាមានជំនាញគួរសមក្នុងការធ្វើអញ្ចឹងអត់មានបញ្ហាអីទេអញ្ចឹងគាត់អាច boost view ទិញ backlink ទៅដើម្បី rank វីដេអូរបស់គាត់ហើយគាត់ក៏ចាយលុយគួរសមដែរណាអាចថា4-10រៀល20រៀលអីចឹងទៅដើម្បី boost វីដេអូគាត់មួយហ្នឹងប៉ុន្តែវីដេអូគាត់មួយហ្នឹងតើកណា rank ហើយមួយថ្ងៃអាចបាន 4-5 lít អីចឹងណាអាច2 lít 4-5 lít មួយថ្ងៃបាន4-10រៀលអីចឹងទៅអញ្ចឹងវាចំណេញហើយទោះបីគាត់ចាយលុយអស់4-10រៀលពិតមែនប៉ុន្តែវាចំណេញប៉ុន្តែសម្រាប់បងប្អូនដែលថ្មីដែលខ្សត់ខ្សោយដែលអត់ទាន់មានថវិកាគ្រប់គ្រាន់ហើយចង់ទៅលេងមួយគេអញ្ចឹងពេលខ្លះគាត់អត់ហ៊ានទេគាត់អត់ហ៊ានហក់ទេអញ្ចឹងខ្ញុំមានវិធីសាស្ត្រទី2មួយទៀតដែលវិធីសាស្ត្រនោះគឺអត់ចាំបាច់មានវីដេអូទេគេហៅថា comment upvote ហើយវិធីសាស្ត្រនេះគឺពិបាកនៅក្នុងការរកកន្លែងរៀនខ្ញុំគិតថាអត់មានអ្នកបរៀនទេណាហើយគេក៏អត់ងាយបរៀនយើងដែរតាក់ទងនឹងវិធីសាស្ត្រ black hat អស់ហ្នឹងព្រោះអីវាជាកន្លឹះឬក៏ជាចំណុចដើម្បីឲ្យគេអាចរកលុយបានក៏ប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំអត់គិតអញ្ចឹងទេមានវិធីសាស្ត្រអីដែលអាចរកលុយបានលឿនដែលអាចធ្វើឲ្យបងប្អូនបាន traffic លឿនគឺខ្ញុំនឹងបរៀនឲ្យអស់បាទព្រោះអីជោគជ័យរបស់អ្នកទាំងអស់គ្នាគឺជាជោគជ័យរបស់ខ្ញុំអ្នកទាំងអស់គ្នាជា downline ណាជាអ្នកដែលស្ថិតនៅក្រោម affiliate របស់ខ្ញុំអញ្ចឹងខ្ញុំត្រូវ support អ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាអាចរកលុយបានកាលណារកលុយបានក៏ខ្ញុំក៏បានលុយបន្តិចទៅតាមនឹងដែរទោះបីជាអ្នកទាំងអស់គ្នាបាន100ខ្ញុំបានតែ 4-5 រៀលក៏វាជាលុយ passive income មួយសម្រាប់ខ្ញុំទៅថ្ងៃខាងមុខដែរអូខេmethod ទី2គឺ comment upvote គឺយើងមានវិធីសាស្ត្រ free ហើយនឹងមានវិធីសាស្ត្រចាយលុយខ្លះដែរណាចាយលុយប៉ុន្តែចាយដោយសុវត្ថិភាពយើងអត់ភ័យថាវីដេអូរបស់យើងអី ban ទេបើយើងអត់ធ្វើវីដេអូទេវិធីសាស្ត្រទី3គឺ live event plaster ខ្ញុំដាក់ជាវិធីសាស្ត្រចុងក្រោយវិញដោយសារវាជាវិធីសាស្ត្រដែលរៀងស្មុគស្មាញបន្តិចព្រោះយើងប្រើ technical skill ច្រើនចំណែកឯ comment upvote នេះវិញគឺងាយយល់ខ្ញុំបញ្យល់បន្តិចហ្នឹងបងប្អូនអាចយល់បានហើយអូខេឥឡូវយើងចូលទៅមើលទាំងអស់គ្នាថាតើ comment upvote ហ្នឹងយើងលេងមិនវិញឥឡូវខ្ញុំឧទាហរណ៍ដូចជាវីដេអូតាក់ទងនឹង Clash of Clans ចោះណាអ្នកដែលមាន Clash of Clans ពេលដែលយើង search keyword Clash of Clans ហើយយើងឃើញវីដេអូគេមកខាងក្រោមនេះអ្នកទាំងអស់គ្នាប្រកាសជាឃើញគេដាក់នេះអានេះគឺម្ចាស់របស់គេណាម្ចាស់វីដេអូហ្នឹងហើយបន្តមកទៀតនៅខាងក្រោមនេះបងប្អូនឃើញមានការ comment ឃើញទេនេះបាទឥឡូវខ្ញុំសុំបរិយាធំបន្តិចឃើញមានការ comment គេថា it does work just had to try it a few time បាទអញ្ចឹងមានការ comment ហើយមានការ like ទៅលើ comment ហ្នឹងចំនួន10បាទដូចយើង Facebook ចឹងកាលណាយើងគេ comment ហើយមានអ្នក like comment ហ្នឹងទៀតណាហើយបន្តមកទៀតមានអ្នក reply ចំនួន10អ្នកជាងនេះបាទ10អ្នកជាងអូខេបន្តមកទៀតក្នុងហ្នឹងវាមានការ comment try this a lot អីចឹងទៅអានេះហើយគេហៅថា comment ហើយការ comment នេះគឺឧទាហរណ៍បាទបងប្អូនមើលមួយនេះគឺជាឧទាហរណ៍យ៉ាងល្អហ្មងម្នាក់នេះគាត់ចូលមក comment ថា best method in 2017ណា
to getting free gem and gold hack hair gem for this ចឹងគាត់ដាក់ link website របស់គាត់ហើយចឹងនៅពេលដែលយើងចុចលើអានេះគឺវានឹង redirect ចូលទៅកាន់ website របស់គាត់ចឹង website គឺប្រភេទ website ដូចដែលខ្ញុំធ្វើ website ជូនបងប្អូនចឹងនេះឃើញទេគឺវាលក្ខណៈបែបហ្នឹងអូខេប៉ុន្តែមកខាងក្រោមនេះអ្នកនរឃើញគ្នាឃើញមានអីចម្លែកគឺ58នេះគឺជាការ upvote ណាគឺ upvote នេះមានន័យថាការផ្ដល់ដូចយើង Facebook យើង like អញ្ចឹងណាគេចុចនៅលើនេះចុចអាសញ្ញាមេ sum up នេះទៅគឺវាឃើញអាចំនួននេះឡើងដល់58ហើយអញ្ចឹងសួរថាតើពិតជាមានមនុស្សដែលចូលមក upvote ម្នាក់នឹងរហូតដល់58នាក់គឺមិនអាចទេវាមិនអាចជារឿងពិតទេម្នាក់នេះគឺគាត់ជាអ្នករស់ស៊ីដូចជាខ្ញុំដូចជាអីអញ្ចឹងដែលខ្ញុំដឹងវិធីសាស្ត្រហ្នឹងគឺខ្ញុំរៀនពីពួកគាត់អញ្ចឹងខ្ញុំឃើញគាត់ធ្វើអញ្ចឹងហើយខ្ញុំរាល់ថ្ងៃក៏ខ្ញុំធ្វើអញ្ចឹងដូចគ្នាដែរណា website ខ្លះខ្ញុំខ្ជិលធ្វើវីដេអូខ្ញុំធ្វើតែអញ្ចឹងឯងវាលឿនជាងហើយវាមានសុវត្ថិភាពទៀតខ្ជិលអង្គុយធ្វើវីដេអូធ្វើអីអញ្ចឹងយើងចុចមកខាងក្រោមនេះប្រកាសជាឃើញនេះការ comment excellent it actually work doing thank you for get it I love it បាទអញ្ចឹងឃើញមានអ្នក comment ត comment 2 3នាក់4 5នាក់អីអញ្ចឹងអញ្ចឹងសួរអាហ្នឹងជាកាត់ពិតទេអត់ទេអានេះគឺសុទ្ធតែជាសុទ្ធតែជា channel คล้ายៗទេណាសុទ្ធតែជា channel ដែលបង្កើតមកសម្រាប់តែ business សម្រាប់តែរកស៊ីជាមួយនឹង CPA Grip ដូចជាយើងអញ្ចឹងកន្លែង58នេះយើងធ្វើមិនបាទអានេះគឺជាចំណុចមួយដែលយើងពិចារណាទាំងអស់គ្នាណាថាធ្វើមិនដើម្បីឲ្យការ comment របស់យើងវារ៉េងអញ្ចឹងយើង comment យើងចាំបាច់ចង់ឲ្យ comment របស់យើងស្ថិតនៅលើគេអញ្ចឹងកាលណានៅលើគេបែបនេះគឺគេចូលមកអ្នកដែលមកមើលវីដេអូនេះមាន viewer ច្រើនណាស់រាយ10 100 ពាន់ម៉ឺនសែន2សែនអ្នកអញ្ចឹង2សែនអ្នកមានន័យថាវីដេអូហ្នឹងនៅតែមានអ្នកមើលច្រើនអញ្ចឹងយើងអត់ចាំបាច់ខ្វល់ថាមានវីដេអូទេគេមកមើលវីដេអូនេះហើយគេអាចនឹងមកខាងក្រោមនេះគេមក comment គេឃើញ comment របស់យើងគេឃើញ link website ឃើញអីហ្នឹងគឺអាចចុច click ទៅតែម្ដងអញ្ចឹងគេ click ទៅគឺយើងបានទទួល traffic free นั่นคือយើង steal traffic របស់គេយើងលួច traffic របស់វីដេអូគេហើយសម្រាប់ nick មួយចំនួនគឺងាយស្រួលក្នុងការលេងឧទាហរណ៍ដូចជា gift card គឺយើងចង់ទៅ comment ក្នុងវីដេអូអីក៏ត្រូវដែរប៉ុន្តែសម្រាប់ពួក game ឧទាហរណ៍ថា Clash of Clans hack អីតើយើងចូលទៅ comment តាមពពួកវីដេអូដែលតាក់ទងនឹង Clash of Clans អញ្ចឹងដែរទៅវាត្រូវគ្នាបាទអូខេអញ្ចឹងអ្នកខាងក្រោមទៀតមកគឺដោយសារតែមានការ vote តិចណាមាន3មាន4មានអីអញ្ចឹងគឺ comment នៅក្រោមអញ្ចឹងគឺគេមើលអត់សូវឃើញទេអ្នកដែលចូលមកភាគច្រើនគឺគេនឹងឃើញអា comment នៅលើគេជាឃើញ website លេចធ្លោអញ្ចឹងតែម្ដងណាអញ្ចឹងតើយើងធ្វើមិនដើម្បីអាចមានចំនួននៃការ vote ច្រើនអញ្ចឹងបើចង់ឲ្យឈ្នះអត់ពិបាកទេយើងគ្រាន់បាញ់ vote ឲ្យលើសនឹងទៅឧទាហរណ៍ថាគេ58អញ្ចឹងយើងបង្កើត channel បង្កើត channel មួយទៀតហើយចូលមក comment គេដូចគ្នាបន្ទាប់ពីយើងធ្វើការ comment ហើយមិនអត់មក log in បន្ទាប់ពីយើងធ្វើការ comment ហើយយើងបាញ់ vote មកយើងបាញ់ចំនួននៃការ vote ទៅតាមហ្នឹងសួរថាធ្វើម៉េចដើម្បីឲ្យយើង up vote បានបាទបាទវាមានវិធីសាស្ត្រពីរវិធីសាស្ត្រទី1គឺយើងជួយគ្នាមានន័យថាឧទាហរណ៍ថាយើងមានក្រុម10នាក់20នាក់អញ្ចឹងយើងលេងដើម្បីជួយ up vote គ្នាបាទប៉ុន្តែមានវិធីសាស្ត្រមួយទៀតគឺយើងទិញ service ដើម្បីធ្វើការ up vote ហើយឥឡូវយើងសាកទៅមើលទាំងអស់គ្នាមើលថាតើមាន service ដែលគេលក់តាក់ទងនឹង YouTube comment upvote ដែរអត់ណា upvote យើងវាយពី upvote នៅក្នុងនេះ comment upvote បាទនៅក្នុងវីដេអូនេះគឺអត់ទាន់ដល់វិធីសាស្ត្រនៃការធ្វើជាក់ស្ដែងទេអ្នកទាំងអស់គ្នាត្រូវព្យាយាមយកចិត្តទុកដាក់ស្ដាប់ដើម្បីឲ្យយល់អំពី concept សិនណាយល់អំពី concept ដែលខ្ញុំចង់និយាយសិនចង់ប្រាប់សិនព្រោះអីវិធីសាស្ត្រអស់នេះគឺខ្ញុំស្រាវជ្រាវប្រើពេលវេលាយូរតម្រុំដឹងថាតើធ្វើមិនណាអញ្ចឹងអ្នកទាំងអស់គ្នាមករៀនជាមួយខ្ញុំភ្លាមរយៈពេល10 20នាទីអីហើយជួនកាលអ្នកខ្លះស្ដាប់បញ្ចូលអត់អីទៀតហើយក៏គិតថាខ្លួនឯងរៀនមិនកើតទេគូក្បាលអត់អីចឹងកុំអាលគិតបែបហ្នឹងណាកុំអាលមានអារម្មណ៍បែបហ្នឹងឲ្យសោះការរៀនសូត្រគឺវាត្រូវការពេលវេលាអញ្ចឹងខ្ញុំដឹងថាអ្នកទាំងអស់គ្នាថ្មីមេរៀនមួយចំនួនគឺចាប់អត់តាន់ទេហើយខ្ញុំស្រាវជ្រាវមកយូរហើយអញ្ចឹងខ្ញុំដឹងហើយខ្ញុំនិយាយប្រាប់បងប្អូនពេលខ្លះវាអាចនឹងលឿននឹងអីចឹងជាដើមវាអត់មានទេខ្ញុំបានស្រាវជ្រាវក្នុងការរក service នឹងយូរហើយ comment upvote បាទ comment upvote គឺអត់មានទេបាទខ្ញុំធ្លាប់ស្រាវជ្រាវរកខ្ញុំចង់បង្ហាញឲ្យបងប្អូនដឹងថានៅក្នុង SEO Clerk ឬក៏នៅក្នុងនេះវាមាន comment upvote ទៅតង discuss ទេអីណាវាមិនមែនជា YouTube ឥឡូវខ្ញុំដាក់ YouTube comment វិញខ្ញុំវាយពាក្យ YouTube comment អ
បាទព្យាយាមស្ដាប់ដើម្បីយល់ពី concept សិនហើយដល់ពេលយើងវីដេអូខាងក្រោយមួយទៀតចាំខ្ញុំប្រាប់អំពីរបៀបលេងតែម្ដងថាតើយើងត្រូវមាន channel ប្រមាណដើម្បីយកទៅលេងអូខេអញ្ចឹងតើតើនឹងការ comment គឺថ្លៃសេវារបស់គេប៉ុន្តែអានេះមិនមែនជាការ comment ទៅលើ comment ទេណាគឺ comment ទៅលើវីដេអូ get 10 YouTube custom comment 10 comment ហើយនឹង10 like គឺអស់$1អស់$1ប៉ុន្មានប៉ុន្តែយើងទិញទៅគឺត្រូវអស់ប្រហែលត្រូវអស់រហូតដល់ទៅ$1.45អញ្ចឹងយើងត្រូវចាយលុយច្រើនបាន10 like ហ្នឹងបាទ10 like ហើយ10 comment ហ្នឹងអញ្ចឹងយើងអត់យកទេអានេះគឺ add 20 custom comment អញ្ចឹង20 comment ក្នុងវីដេអូរបស់យើងគឺអស់$1អស់$1.45ណាយើងគិតទាំងសេវាទៀតអញ្ចឹងឃើញថា service ដែលគេធ្វើទៅនឹង comment នឹងវាថ្លៃយើងអាចទិញបានទេ25 comment ឲ្យអស់$1.45ហើយវាចិត្តចូល$2ហើយអញ្ចឹងយើងធ្វើមិនខ្មិចធ្វើតែ20ធ្វើតែ10ណាគឺអត់ពិបាកទេណានៅក្នុងការលេង comment upvote នេះគឺយើងនឹង join ជាក្រុមដែលមានគ្នាមួយក្រុម10ទៅ10នាក់បានហើយខ្ញុំគិតថាត្រឹមតែ10នាក់គឺអាចបានហើយដោយសារយើងម្នាក់អាចមាន channel 4 5អញ្ចឹងយើងថាយើងយក2យក3មកលេងណាយើងលេងជួយ comment គ្នាម្នាក់ម្ដងឲ្យដឹងថាវីដេអូយើងម្នាក់បានយក website របស់យើងទៅ comment នៅក្នុងហ្នឹងប៉ុន្តែខ្ញុំអត់ recommend ឲ្យអ្នកទាំងអស់គ្នាយក website មក comment ដូចគេអញ្ចឹងទេតិចទៀតខ្ញុំនឹងប្រាប់វិធីសាស្ត្រឲ្យអូខេអញ្ចឹងត្រូវយល់អំពី concept សិនទី1អ្នកទាំងអស់គ្នាត្រូវមាន channel មួយជា fake channel បាទ channel យើងបង្កើតធម្មតាមកបន្ទាប់មកទៀតយើងចូលមក comment ដូចគេអញ្ចឹងហើយខាងក្រោមនេះគឺជាការ comment ដើម្បីជំនួយកាលណាមានការ comment តទៅលើម្នាក់នេះតែ2 3នាក់ឬក៏4 5នាក់គឺវាជួយ rank comment នឹងស្ថិតទៅលើគេហើយបន្ទាប់មកទៀតគឺការបាញ់ vote ការបាញ់ vote នេះឲ្យមានចំនួននៃការ like ច្រើនអញ្ចឹងឧទាហរណ៍ថាគេ58អញ្ចឹងបើសិនបើយើងចង់ឈ្នះគេបាញ់តែ100ទៅឈ្នះម្នាក់នេះហ្មងគឺនៅលើគេលេខ1ហ្មងណាបាញ់តែ100 vote ទៅគឺទៅហ្មងអូខេហើយសួរថាយើងទៅទិញអាសេវា up vote នឹងនៅឯណាបាទអានឹងគឺជាបញ្ហាចោតរបស់យើងឥឡូវខ្ញុំទៅរកកន្លែងមួយទៀត Fiverr ណាអា comment នេះគឺ comment សម្រាប់វីដេអូឯងមិនមែន comment upvote ទេខ្ញុំព្យាយាមរកសេវាហ្នឹងយូរហើយមិនតែអត់មានទេបាទនៅក្នុង Fiverr Fiverr ឥឡូវក៏អំបាច់ទេឥឡូវខ្ញុំកាត់ប៉ុណ្ណឹងបណ្ដោយខ្ញុំចង់ប្រាប់ថាបងប្អូនអាចរកសេវានឹងបានទេប៉ុន្តែខ្ញុំមានស្គាល់ខ្ញុំស្គាល់គេតាក់ទងនឹងការធ្វើសេវាហ្នឹងណាខ្ញុំស្គាល់គេតាមរយៈ forum ស្គាល់តាមរយៈ Black Hat Forum បាទអញ្ចឹងខ្ញុំក៏តំណែងមួយគាត់ដើម្បីទិញសេវាហ្នឹងក៏ប៉ុន្តែបើសិនបើយើងទិញតិចគឺគាត់អត់លក់ទេណាគឺគាត់អត់លក់ទេទិញ1រៀល2រៀលគឺគាត់អត់ធ្វើទេយើងអាចទិញច្រើនហើយការទិញច្រើននេះគឺយើងប្រមូលផ្ដុំគ្នាដោយសារគ្នាយើងកំពុងតែរកលុយពី CPA Grip នេះមានច្រើនណាអញ្ចឹងអ្នកទាំងអស់គ្នាអាចទិញ4 5រៀលទិញ1រៀល2រៀលណាទិញទៅហើយផ្ញើលុយមកឲ្យតែខ្ញុំមកព្រោះខ្ញុំមាន PayPal account ខ្ញុំអាច pay ឲ្យគាត់បានបើអ្នកទាំងអស់គ្នា pay រៀងខ្លួនគឺត្រូវអស់សេវាយើងដឹងហើយពេលយើង pay តាម PayPal ក៏ដោយ pay តាមអីក៏ដោយគឺវាកាត់សេវាយើងអាចខ្ទង់ថា40សេន50សេនអីចឹងអញ្ចឹងបើអ្នកទាំងអស់គ្នាទិញ1រៀល2រៀលហើយអស់40សេនទៀតស្ដាយលុយអញ្ចឹងគឺចាំខ្ញុំប្រាប់អំពីរបៀបក្នុងការទិញថាតើតម្លៃរបស់វាចង់ឲ្យមានការ vote អស់បាន100បាន200 vote ដើម្បីឲ្យឈ្នះគេណាដើម្បីឲ្យ comment ជឹងនៅលើគេហ្នឹងតើចាយលុយអស់ប៉ុន្មានអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់គ្រាន់តែចង់បង្ហាញឲ្យបងប្អូនដឹងពី concept ថាគឺយើងលេងបែបហ្នឹងឥឡូវយើងទៅមើលវីដេអូគេផ្សេងមួយទៀតបាទសំទោសរៀងយឺតបន្តិចនេះគឺម្ចាស់វីដេអូរបស់គេបាទវីដេអូនេះមានអ្នកមើលច្រើនណាស់វាចូលខ្ទង់លៀនហើយចឹងអ្នកនរគ្នាមកមើលខាងក្រោមឃើញនេះបាទគឺសុទ្ធតែគេលេងអញ្ចឹងអានេះគឺលេង website ហ្មងតែគេបាញ់ comment 200 comment ទេណោះ if you are in need of game heck this is given away free gem and gold វិធីសាស្ត្រមួយទៀតគឺជាវិធីសាស្ត្រដែលបំលែងអក្សរហ្នឹងទៅជាប្រភេទអក្សរក្បាច់ទៅជាប្រភេទអក្សរដែលខុសពីអក្សរអង់គ្លេសធម្មតាណាប៉ុន្តែគេមើលយល់ហើយវិធីសាស្ត្រហ្នឹងគឺខ្ញុំនឹងបរៀនណានៅវីដេអូខាងក្រោយថាតើធ្វើម៉េចឲ្យអក្សរយើងទៅជាលក្ខណៈបែបហ្នឹងណាដើម្បីបំលែងកូដដើម្បីឲ្យ YouTube អត់អាចចាប់អក្សរហ្នឹងដដែលយើង comment ដដែលអញ្ចឹងបានទេយើងបំលែងអក្សរហ្នឹងទៅជាប្រភេទ style ថ្មីណាអញ្ចឹងអ្នកទាំងអស់គ្នាឃើញនេះគឺមានអ្នកចូលមក comment ជំនួយអានេះគឺលេងគ្នាឯងគឺគ្នាជំនួយណាអាចគាត់ម្នាក់ឯងហ្នឹងគឺគាត់មាន4 5 account 4 5 channel ណាកាលណាយើងយក channel របស់យើងក្នុង account តែមួយធម្មតាយើង YouTube យើងអាចមាន Gmail មួយមាន account ច្រើនណាចង់និយាយថាមាន channel ច្រើនយើងចង់បង្កើត10 channel ក៏បានដែរ
nó phải cắt đọc một page channel ở bánh hà để dân ai vô à channel xem bao nhiêu nó mà lên bao nhiêu lên tại anh các bạn đấy bà chăm đôi nhóm lên tại anh nó nhưng bà chăm miền kia chui á cho mà comment luôn ai mong hay khơi ca comment nè hey free guy ấy chẳng sầm rạp này ở chơi ông lê trâu xa cho mau đồng bay mà mơ ở nè là mình mà mơ so bao kê để kê lên như dân ai copy bao kê hay nhầm prap cái video cao nhầm prap review làm lại sọ nó ngày chẳng nên đó cái khơi má nó pi đầm bay chẳng mà dân trong trên này hả bẹ nâng cứ toàn banh như lơ bẹ nâng mong vô pi ha đứa bay rồi banh đầm bay tụm lẹ nâng banh vô đó nè ok chẳng dừng mơ một cào thì cứ sót tay lên chẳng nít sót tay chim mà nước để chơi phơi video ấy cứ sót tay thì xa để con mà lên chẳng hết bao dừng lên tới cào kề chế cào kề trên chế ấy cứ vào bạ chụp chơi thì dài khởi nhé nè nít sót tay chim bộ nè đại kê phơi video để dừng chẳng nó phơi chăm phơi chẳng xả cho trâu mơ đi gu đi bà nè class tiếp cái class đó nè class tiếp cái lên chạy nè anh ấy cứ ban về thi sang mùi tia đấy lại nhầm chùa mùi tia đấy cứ đi gu nó chia lại cái nạ website mũi để phơi dương ai bạc bookmark chừng ai bookmark website bây giờ không nâng bàn chân dương ở vô website dương từ comment vào đó vậy cái nạ comment với ai thôi website dương spam khôi website tầm đó nè chân cứ ca đi comment bao nhiêu mà đòi lên direct chứ đòi lên direct vô website để nhom phơi bong ôn nữa để bong ôn tình vì nhom đọc làm phải là nó vô tới comment để toán lại về ai phơi ở website bao nhiêu từ chỉ spam bàn chân dương ai price và đôi chân đi gu với nước nè đi gu những dương ai mau bạc account mau tao mà tiết dương ai po rụp hiệp mũi tao mà tiết cứ nè kê con chỉ cho mau không đi gu nước hay tao mà tiết chơi nè chơi direct anh đang cho tới cứ cho đầu website bao nhiêu tầm đòn nè bạn này cứ chia website để cho máu trong cào nè mình đúc từ dương sân traffic một căn website nè ok lấy dương tầm mơ thì tiệt miền đi gu mùi lấy cọt tục ở nâng mùi đó mình đi gu ok lọt chu mấy lời nhung nâng sale và nâng tục muối với anh nâng viên min bị giỏi sầm đạp trường sầm tô đi cu mấy dương khơi từ bọt mây mùi ấy cứ đi cu cả bắt đi cu mấy những nhom trâu má chụp để chạy đón đây để ra nhom vì muốn nó nhom là toàn đài lên biển đằng đài nó mà đây nhom khơi thật là nè một phim buồn đấy pan này ấy khơi cái bánh nhé lỡ nè có khi mình kết khơi nhé một phim buồn upvote hạ bay upvote tập một tiết học sập ram tập một tiết 80 បន្តមកទៀត112តមកទៀត167ឃើញទេតមកទៀត186តមកទៀត155 193តែលើគេផុតប៉ុន្មាន200ម៉ាន218អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ឈ្នះអាប៉ែនេះទៀតណាបាញ់300ទៅបាញ់300ឈ្នះអាប៉ែហ្នឹងបាញ់300ហើយចូលទៅ comment 45 ទៅក្រោមនឹងទៀតគឺយកឈ្នះអាប៉ែហ្នឹងនៅលើអាប៉ែហ្នឹងដងណាអូខេយល់ទេយល់ពី concept អ្វីដែលខ្ញុំចង់និយាយទេគេត្រូវយល់ពី concept សិនហើយចាំវីដេអូខាងក្រោយយើងលេងមិនចាក់ស្ដាយអាហ្នឹងគឺខ្ញុំបរៀនហើយរបៀបទិញសេវាដើម្បី upvote នេះទិញ100 200 300នឹងអស់ប្រហែលរៀលអត់ថ្លៃទេវាអត់ថ្លៃប៉ុន្មានទេហើយរបៀបនៃការទិញក៏ស្រួលទៀតអូខេចាំតិចឌីគូបាទឥឡូវខ្ញុំ sale នេះមួយតុកណាយើងនឹងប្រើសេវាឌីគូនេះមួយទៀតបាទឥឡូវយើងទៅមើលវីដេអូគេផ្សេងមួយទៀតឥឡូវយើងដូននិចម្ដងតើតើនឹង gift card ហ្មង Google Play gift card គេខ្ញុំអត់បានត្រៀមមុនទេខ្ញុំថតវីដេអូហើយខ្ញុំបង្ហាញជុំចិត្តស្ដាយហ្មងដើម្បីអ្នកនរគ្នាដឹងរបៀបនៃការស្រាវជ្រាវពីដំបូងមកដែលខ្ញុំស្រាវជ្រាវមកគឺវាប្រើពេលវេលាយូរណាដែលខំកាត់ខ្លីៗឲ្យអ្នកនរគ្នាឆាប់យល់ណាយើងឧស្សាហ៍រៀនក្នុងការសង្កេតណាអ្នកដែលរៀនបកែគឺត្រូវសង្កេតមើលវីដេអូនេះគឺថ្មីទេហើយអត់ឃើញមាន comment ទេដោយសារអីដោយសារតែវីដេអូនេះវាអត់សូវ popular ណាអ្នកមើលតិចពេកគឺគេអត់សូវចូល comment ហ្មងតែតអ្នកវីដេអូដែលមានអ្នកមើល10លានអ្នកអីទៅ Google Play gift card free Google Play gift card ថាវា free មួយទៀតបាទ4ខែឥឡូវខ្ញុំមើលវីដេអូនេះមួយខែបាទview count ចង់មើលវីដេអូដែលមានច្រើនរយៈពេលយកត្រឹមតែខែនេះបានហើយនេះរយៈពេល2សប្តាហ៍បាទច្រើនមែនតើនេះបាញ់ view ដល់កនេះឡើងប្រហែលសែនហើយ
បើយើងលេងតាមបាញ់ view អស់លុយច្រើនណាឃើញប៉ុណ្ណេះអីយើងអាចចាយអស់20 30រៀលមកទៅរេ10 100 1000 10000 សែន 1សែនអញ្ចឹង1សែនបើ10000យើងអស់2រៀល1សែនវាអាចខ្ទង់អស់20រៀលណាអាចអស់20រៀលហើយបើទិញ backlink ទិញអីទៀតអាចអស់30រៀលអញ្ចឹងការធ្វើវីដេអូហើយបាញ់ view អាចនឹងអស់លុយច្រើនជាងការលេង comment upvote ឥឡូវយើងមកមើលគេលេងឃើញទេអានេះ CB នេះយើងចុចចូលមកពឹបតើជាអ្វីបាទគឺចូលមក website របស់គេតែម្ដងណាគឺចូលមក website របស់គេ Google Play គេមានតែមួយអញ្ចឹងអានេះ main network របស់ CBA Grip ខ្ញុំឃើញតម្រងខ្ញុំដឹងណាខ្ញុំស្គាល់ថាជា network អីផ្សេងមួយទៀតហើយខ្ញុំក៏មាន account ក្នុងហ្នឹងដែរប៉ុន្តែខ្ញុំអត់សូវលេងខ្ញុំលេង Grip វិញ Grip ល្អជាងបើយើងចូលមកខាងក្រោមនេះគឺមានការ comment នេះបងប្អូនឃើញ comment នេះការពិត comment នេះគឺម្ចាស់វីដេអូគាត់អ្នកទិញទេគាត់ទិញ comment ណាម្ចាស់វីដេអូគាត់ទិញ comment តែយើងឃើញម្នាក់នេះគឺអ្នកផ្សេងមិនមែនជាម្ចាស់វីដេអូនេះគេដែលគាត់ចូលមកលួច traffic របស់គេដែរគឺគាត់យកមក comment តែម្ដងហើយយើងរកវីដេអូឃើញពពួកវីដេអូដែលអត់មានគេ comment ច្រើនអញ្ចឹងយើងចូលមកគឺឃើញ comment យើងលឿនមុនគេតែម្ដងអត់ចាំបាច់ទិញទេអញ្ចឹងហើយបានជាខ្ញុំដាក់ពាក្យថាការលេង comment upvote ហ្នឹងគឺវាមានវិធីសាស្ត្រ free ហើយនឹងមានវិធីសាស្ត្រ paid មានន័យថាមានការចាយលុយនិងមិនចាយលុយបើយើងមិនចាយលុយគឺយើងទៅរកវីដេអូណាដែលអត់មានការ comment អញ្ចឹងណាមាន comment តិចតួចយើងចូលមកដាក់ទៅគឺឃើញមកយើងនៅលើគេតែម្ដងមិនចាំបាច់មានលុយទេប៉ុន្តែបើសិនបើយើង comment ជាមួយអ្នកផ្សេងដែលគេមានគូប្រកួតគេច្រើនអាហ្នឹងគឺចាំបាច់តល់តែយើងទិញ comment ហើយតែយើងទិញនេះណាប៉ុន្តែបើវីដេអូចេះយើងចូលមក comment យកតែម្ដងណា comment ប៉ុន្តែកុំ comment website direct ដូចគាត់មិញគឺអត់សូវល្អឯងឆាប់ដាច់ឆាប់ខូច website ឆាប់ spam ណាដល់ពេលតែ spam YouTube លេងឲ្យយើង comment ហ្មងលេងឲ្យ comment គឺបញ្ហាហ្មងលេងរកស៊ីបានបណ្ដោយអូខេឥឡូវខ្ញុំចូលទៅមើលតិចទៀតចុះបាទនេះទៅ6ថ្ងៃទេមានអ្នកមើល10000អ្នកជាងដែរអូខេសុំទោសដល់មកមើលសិនទីបាទនេះគឺជាអ្នក comment ហើយនេះ comment username and get profile with help you នេះគឺ comment អានេះគឺអត់នេះ rank ដែរបាទមាន166ចឹងគាត់ upvote 166ដែរដោយសារវីដេអូហ្នឹងមានអ្នកមើលច្រើនហើយទៅ upload ប្រហែលថ្ងៃហ្នឹងវាមានអ្នកមើលច្រើនដែរចឹងមានន័យថាវីដេអូហ្នឹងនឹង boost ហើយនឹង boost ថ្ងៃក្រោយណានឹងមានអ្នកមើលច្រើនថ្ងៃក្រោយហើយចឹងគាត់ទិញ upvote ទុកឲ្យហើយហ្មង166ចឹងអ្នកមកក្រោយគាត់អត់មានអីឈ្នះគាត់នេះនៅមកលេងក្រោយគាត់គឺចាញ់គាត់ហើយគាត់នៅលើគេនឹងហ្មងអានេះគឺជាការជួយគ្នាណា1 2 3ជួយគ្នាអាហ្នឹងគឺយើងបង្កើត channel យើងតែ1 2 3មក2 3 4 5 channel មក comment មកយើងដដែលហ្នឹងទៅមិនបាច់ចាំប្រើ computer ច្រើនទេព្រោះ channel យើង account យើងតែមួយយើង log in log out នៅក្នុងនឹងដដែលហ្នឹងមិនបាច់ចាំផ្លាស់ប្ដូរbrowser ឬក៏ដូរ computer ឬក៏អីទេព្រោះអីយើង comment តាមរយៈ channel របស់យើងផ្សេងគាត់ទៅជួយ rank ប៉ុន្តែសំខាន់គឺ upvote នេះយើងបាញ់ upvote 100 200ទៅគឺយើងនៅលើគេហ្មងហើយខ្ញុំចុចចូលមួយទៀតថាតើវាចូលទៅណាបាទគឺ redirect ចូលទៅកាន់នេះ website របស់គាត់តែម្ដងអូខេអូ website នេះតំណងដែរណានេះខ្ញុំអត់ដែរឃើញទេ iTunes Steam Xbox បាទអូខេលយ website នេះជាមួយខ្ញុំនឹងនេះមាន Netflix មួយទៀតមាន PayPal មាន Sky ទៀតមាន Microsoft អូខេជាមួយទីទៀតខ្ញុំនឹងបង្កើត website ប្រភេទចេះមួយទៀតនេះបាទតំណងដែរនេះបាទអូខេលយបាទខ្ញុំនឹងយក website នេះមួយទីទៀតអ្នកទាំងអស់គ្នាប្រកាសជាអាចទិញ website នេះបានដែរដូចគ្នាហើយតម្លៃវាប្រហែលជាដូចនេះដែរបាទដោយសារវាច្រើនថាសម្រាប់ up ច្រើននេះដោយសារដាក់កូដមួយណាអូខេឥឡូវបានមួយទៀតដែរពេលខ្លះយើងសាវជ្រាវទៅចេះជួបអីថ្មីអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះប៉ុណ្ណឹងប៉ុន្តែខ្ញុំថាអ្នកទាំងអស់គ្នាយល់ពី concept ហើយក្នុងការលេង comment ranking comment upvote វីដេអូខាងក្រោយខ្ញុំនឹងប្រាប់អំពីរបៀបទិញសេវាដើម្បីលេងហើយនឹងរបៀបលេងជាក់ស្ដែងអូខេអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនេះប៉ុណ្ណេះសិន